ប្រទេសឡាវដីគោកដែលគ្មានសមុទ្រសួស្តីអ្នកទាំងអស់គ្នានៅអាស៊ីអាគ្នេយ៍ដីគោកយើងមានប្រទេសមួយដែលគ្មានឆ្នេរសមុទ្រគ្មានកោះប៉ុន្តែវាពោរពេញទៅដោយអាថ៌កំបាំងព្រៃភ្នំនិងអំណាចនៃទន្លេដ៏អស្ចារ្យប្រទេសឡាវឬឡាវមានឈ្មោះជាផ្លូវការថាសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវគឺជារដ្ឋសង្គមនិយមមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ប្រទេសឡាវត្រូវបានហ៊ុំព័ទ្ធដោយប្រទេសចំនួន5ដែលធ្វើឲ្យវាក្លាយជាបេះដូងនៃអាស៊ីអាគ្នេយ៍ដីគោកប្រទេសចិននៅភាគខាងជើងប្រទេសវៀតណាមនៅភាគខាងកើតដែលមានព្រំដែនដ៏វែងនិងមានជួរភ្នំក្រាស់ប្រទេសកម្ពុជានៅភាគខាងត្បូងប្រទេសថៃនៅភាគខាងលិចដែលជាព្រំដែនសំខាន់តាមទន្លេមេគង្គប្រទេសមីយ៉ាន់ម៉ានៅភាគពាយ័ព្យជាព្រំដែនខ្លីដោយសារទីតាំងនេះឡាវមានតួនាទីជាស្ពានគោកសំខាន់សម្រាប់តភ្ជាប់ពាណិជ្ជកម្មនិងវប្បធម៌រវាងប្រទេសធំៗទាំងនោះភូមិសាស្ត្រនេះបានកំណត់ទាំងប្រវត្តិសាស្ត្រនិងសេដ្ឋកិច្ចប្រទេសឡាវមានប្រវត្តិសាស្ត្រតពីរាជាណាចក្រឡានសាងគឺជារាជាណាចក្រដំរីមួយលានដែលចាប់កំណើតឡើងនៅសតវត្សទី14ដល់សតវត្សទី18នៅចុងសតវត្សទី18ដល់ចុងសតវត្សទី19ប្រទេសឡាវស្ថិតនៅក្រោមការត្រួតត្រារបស់សៀមមុននឹងក្លាយជាផ្នែកមួយនៃសហភាពឥណ្ឌូចិនបារាំងតបពីឆ្លងកាត់របបអាណានិគមបារាំងរួចមកប្រទេសឡាវបានទទួលឯករាជ្យនៅឆ្នាំ1949បន្ទាប់មកសង្គ្រាមស៊ីវិលបានបន្តរហូតដល់ឆ្នាំ1975នៅពេលចលនារបស់កុម្មុយនីសប្រទេសឡាវឡើងកាន់អំណាចនៅឆ្នាំ1975បកកុម្មុយនីសឡាវប្រទេសឡាវឡើងកាន់កាត់អំណាចដោយបញ្ចប់របបរាជាធិបតេយ្យឡាវដែលមានវ័យចំណាស់ជាង6សតវត្សរ៍សហគ្រាសឯកជនកើតឡើងជាលំដាប់តាំងពីមានកំណែទម្រង់សេដ្ឋកិច្ចនៅទសវត្សរ៍ទី90បច្ចុប្បន្នប្រទេសឡាវស្ថិតនៅក្នុងចំណោមប្រទេសអន់ថយផ្នែកសេដ្ឋកិច្ចក៏ដូចជាផ្នែកនយោបាយឡាវភាគច្រើនគឺមិនមែនជាតំបន់ដីរាបស្មើនោះទេភូមិសាស្ត្ររបស់វាមានលក្ខណៈភ្នំច្រើនជាង 70% នៃផ្ទៃដីជួរភ្នំអាណាមគឺជាឆ្អឹងខ្នងរបស់ប្រទេសឡាវដែលលាតសន្ធឹងតាមព្រំដែនភាគខាងកើតជាមួយវៀតណាមភ្នំទាំងនេះធ្វើឲ្យការធ្វើដំណើរឆ្លងកាត់ប្រទេសមានភាពលំបាកប៉ុន្តែក្នុងពេលជាមួយគ្នានេះដែរបានផ្ដល់នៅធនធានព្រៃឈើនិងជីវៈចម្រុះដ៏សម្បូរបែបខ្ពង់រាបបូឡាវីននៅភាគខាងត្បូងតំបន់ខ្ពង់រាបនេះមានកម្ពស់ខ្ពស់ដល់នៅអាកាសធាតុត្រជាក់សមរម្យសម្រាប់ការដាំដុះកាហ្វេដែលជាផលិតផលល្បីល្បាញបំផុតរបស់ឡាវទីតាំងភ្នំនេះក៏ជាផ្ទះរបស់ជនជាតិភាគតិចជាច្រើនដែលបានរក្សានៅរបៀបរស់នៅនិងវប្បធម៌ប្លែកៗពីគ្នាទោះបីជាគ្មានសមុទ្រក៏ដោយឡាវមានមហាសមុទ្រទឹកសាបរបស់ខ្លួនដែលជាទន្លេមេគង្គទន្លេនេះគឺជាសរសៃឈាមរបស់ឡាវទន្លេមេគង្គកំណត់ជីវភាពរស់នៅរបស់ប្រជាជនឡាវប្រហែល 90% នៃប្រជាជននៅជិតទន្លេមេគង្គឬដៃទន្លេរបស់វាជាប្រភពទឹកសម្រាប់កសិកម្មនេសាទដឹកជញ្ជូននិងជាទីកន្លែងសម្រាប់វប្បធម៌ទន្លេមេគង្គបានបង្កើតនៅទីតាំងអស្ចារ្យជាច្រើនដូចជាទឹកជ្រោះខុនផាក់ផែនដែលជាទឹកជ្រោះធំជាងគេនៅអាស៊ីអាគ្នេយ៍លើសពីនេះប្រទេសឡាវប្រើប្រាស់ទន្លេនេះដើម្បីផលិតថាមពលវារីអគ្គិសនីដ៏ច្រើនដែលជាប្រភពចំណូលដ៏ធំរបស់ប្រទេសប្រវត្តិសាស្ត្រប្រទេសឡាវបច្ចុប្បន្នមានឫសគល់ពីរាជាណាចក្រឡានសាងរាប់លានដំរីដែលបានកកើតឡើងនៅសតវត្សទី14ដោយព្រះចៅហ្វាងុំដែលមានខ្សែស្រឡាយតពីព្រះរាជាឡាវបុរាណនគរឡានសាងរីកចម្រើនរហូតមកទល់នឹងសតវត្សទី18តែក្រោយមករាជាណាចក្រនេះត្រូវបានបែកបាក់ជា3ផ្នែកនៅចុងក្រោយត្រូវបានសៀមត្រួតត្រានៅសតវត្សទី19លួងព្រះបាំងត្រូវបានដាក់បញ្ចូលក្នុងអាណានិគមបារាំងសេះនៃឥណ្ឌូចិនក្រោយបន្តិចមកតំបន់ចម្ប៉ាសាក់និងវៀងច័ន្ទក៏ត្រូវរាប់បញ្ចូលនៅក្នុងអាណានិគមបារាំងសេះដែរបារាំងសម្លឹងឃើញប្រទេសឡាវជារដ្ឋនៅចន្លោះការប្រទាញប្រទង់រវាងចក្រភពអង់គ្លេសនិងចក្រភពបារាំងសេះនៅក្រោមអាណាព្យាបាលបារាំងវៀងច័ន្ទជាថ្មីម្ដងទៀតបានក្លាយជារដ្ឋធានីរបស់រដ្ឋបង្រួបបង្រួមឡាវឆ្លងកាត់ការកាន់កាប់ក្នុងរយៈពេលខ្លីពីសំណាក់កងទ័ពជប៉ុនក្នុងសង្គ្រាមលោកលើកទី2រួចមកឡាវបានប្រកាសឯករាជ្យនៅឆ្នាំ1945ប៉ុន្តែបារាំងសេះបានត្រឡប់មកកាន់កាប់វិញរហូតដល់ឆ្នាំ1950គឺជាពេលដែលបារាំងបានផ្ដល់
ស្វ័យភាពពាក់កណ្ដាលថាជារដ្ឋចំណុះឲ្យសហព័ន្ធបារាំងឡាវបានទទួលឯករាជ្យបរិបូរណ៍នៅឆ្នាំ1954រួចក្លាយទៅជារដ្ឋកាន់របបប្រជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញក្រមលក្ខខណ្ឌលើកលែងមួយក្នុងសន្ធិសញ្ញាក្រុងហ្សឺណែវបេសកកម្មវឹកវើយោធាបារាំងបានដើរតួនាទីគាំទ្រកងយោធពលភូមិន្ទឡាវនៅឆ្នាំ1955ក្រសួងការពារជាតិអាមេរិកបានមកជំនួសកងទ័ពបារាំងក្នុងការគាំទ្រកងយោធពលភូមិន្ទឡាវប្រឆាំងនឹងពួកកុម្មុយនីសប្រទេសឡាវភូមិសាស្ត្រប្រទេសឡាវជាប្រទេសមួយនៅតំបន់អាស៊ីអាគ្នេយ៍ដែលគ្មានសមុទ្រក្រៅពីទីក្រុងវៀងច័ន្ទដែលជារដ្ឋធានីរបស់ប្រទេសឡាវមានទីក្រុងធំៗផ្សេងទៀតដូចជាលួងព្រះបាងសួរខេត្តនិងចម្ប៉ាសាក់ជាដើមតំបន់ទេសចរឡាវសម្បូរទៅដោយភ្នំនិងខ្ពង់រាបនៅឆ្នាំ1993រដ្ឋាភិបាលបានដាក់ដីចំនួន 21% ឲ្យក្លាយទៅជាតំបន់អភិរក្សជីវៈចម្រុះជាតិដែលអាចអភិវឌ្ឍទៅជាឧទ្យានជាតិបានប្រទេសឡាវជាជំរករបស់សត្វព្រៃកម្រៗដូចជាខ្លាដូចិនទន្សោងនិងដំរីអាស៊ីប្រទេសឡាវត្រូវបានគេស្គាល់ថាជាប្រទេសនៅតំបន់ត្រីកោណមាសដែលមានផ្ទៃដីដាំដុះអាភៀនប្រមាណ 3,700 ហិកតានៅឆ្នាំ2007ប្រទេសឡាវស្ថិតនៅក្នុងតំបន់ត្រូពិចហើយទទួលឥទ្ធិពលខ្យល់មូសុងប្រទេសឡាវមានពីររដូវដាច់ស្រឡះគឺរដូវវស្សានៅខែឧសភាដល់ខែវិច្ឆិកានិងរដូវប្រាំងចាប់ពីខែធ្នូដល់ខែមេសាសេដ្ឋកិច្ចនៅឆ្នាំ1986រដ្ឋាភិបាលឡាវបានចាប់ផ្ដើមធ្វើវិមជ្ឈការនិងជំរុញឲ្យមានសហគ្រាសឯកជនសេដ្ឋកិច្ចឡាវពឹងផ្អែកសំខាន់លើការវិនិយោគនិងពាណិជ្ជកម្មជាមួយនឹងប្រទេសជិតខាងដែលធំជាងនិងមានជាងតំបន់ភាគច្រើននៃប្រទេសខ្វះខាតហេដ្ឋារចនាសម្ព័ន្ធសមស្របផលិតផលក្នុងស្រុកពាក់កណ្ដាលបានពឹងផ្អែកវិស័យកសិកម្មប្រើប្រាស់ប្រជាជន 80% របស់ប្រទេសឡាវជាប្រទេសដែលមានផ្ទៃដីដាំដុះអចិន្ត្រៃយ៍តិចជាងគេនៅក្នុងមហាអនុតំបន់ទន្លេមេគង្គផ្ទៃដីដាំដុះមានតែ 4.01% ចំណែកផ្ទៃដីដាំដុះអចិន្ត្រៃយ៍មានតែ 0.34% ប៉ុណ្ណោះស្រូវជាដំណាំសំខាន់ជាងគេដែលប្រើប្រាស់ 80% នៃផ្ទៃដីដាំដុះសរុបប្រហែល 77% នៃស្រែចម្ការឡាវផ្ដល់ទិន្នផលសម្រាប់តែតាមគ្រួសារប៉ុណ្ណោះប្រជាសាស្ត្រ 69% នៃប្រជាជនឡាវជាជនជាតិឡាវក្រុមនេះកាន់កាប់តំបន់ទំនាបនិងដើរតួនាទីចម្បងក្នុងវិស័យនយោបាយនិងវប្បធម៌ជនជាតិឡាវស្ថិតនៅក្នុងអបូរជនជាតិតៃដែលបានធ្វើដំណើរមកពីចិននៅដើមគ្រិស្តសករាជសាសនាចម្បងនៅឡាវគឺពុទ្ធសាសនាថេរវាទដែលលាយផ្សំជាមួយនឹងសាសនាដូនតាដែលបណ្ដាកុលសម្ព័ន្ធភ្នំទាំងឡាយប្រតិបត្តិមានអ្នកកាន់សាសនាគ្រឹះមួយចំនួនតូចដែលនៅក្បែររដ្ឋធានីវៀងច័ន្ទមូស្លីមភាគច្រើននៅតំបន់ក្បែរប្រទេសភូមាភាសាផ្លូវការនៅឡាវគឺភាសាឡាវដែលស្ថិតនៅក្នុងអម្បូរភាសាតៃភាសាបារាំងដែលមានប្រើជាទូទៅនៅក្នុងជួររដ្ឋាភិបាលនិងពាណិជ្ជកម្មបានចុះទន់ខ្សោយបន្តិចម្ដងខណៈដែលការប្រើប្រាស់ភាសាអង់គ្លេសបានកើនឡើងជាលំដាប់